ស្ងាត់មកដល់ស៊ីមៀបភាសាជាអ្នកខ្លាំងគួយតែ share វីដេអូគេប៉ុន្តែ cancel trip រហូតវីដេអូនេះអត់មានបំណងថាឲ្យណាគេណាប៉ុន្តែធ្វើអីដឹងខ្លួនឯងហើយអូយច្រឡំមាត់និយាយលេងបងប្អូនអរគ្នាអញ្ចឹងនេះគឺជាដំណើរកំសាន្តរបស់ពួកយើងមកខេត្តសៀមរាបទៀតហើយមកដល់លើកនេះគឺចូលចំរដូវ green season តែម្ដងអញ្ចឹងទេសភាពចាប់ផ្ដើមបៃតងបណ្ដាហើយណាគេដែលមានគម្រោងមកសៀមរាបអត់មាន cancel trip ទៀតទេណាមកនេះព្រោះខ្ញុំស្គាល់កន្លែងស្នាក់នៅមួយមានតម្លៃសមរម្យហើយនៅជិតក្រុងមែនតើដើរតែ3ទៅ5នាទីទេដល់ Pub Street ហើយកន្លែងស្នាក់នៅមួយនេះគឺមានឈ្មោះថា Angkor Mansion ដែលជាកន្លែងដែលខ្ញុំអាសាទៅស្នាក់នៅមែនតើព្រោះខ្ញុំចូលចិត្តបន្ទប់គេងនៅនឹងវាបែបជាលក្ខណៈ apartment អញ្ចឹងអានេះគឺជាបន្ទប់2បន្ទប់គេងដែលមានសាឡុងមួយហើយនឹងតុញ៉ាំបាយចាក្រានបាយដែលយើងអាចចម្អិននិងកម្ដៅម្ហូបផ្សេងទូទឹកកកម៉ាស៊ីនបោកកៅអៅហើយជាពិសេសនោះគឺមានម៉ាស៊ីនសម្ងួតកៅអៅនៅនឹងទៀតហើយនេះគឺជាបន្ទប់គេងទី1ដែលជា master bedroom មានបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងនឹងបន្ទប់គេង master bedroom នេះធំតលាយមានទូកៅអៅទូដាក់អីវ៉ាន់ឡើងធំហ្មងហើយបើនិយាយពីបន្ទប់ទឹកវិញក៏ធំតលាយដែរមានទាំង bathtub នៅក្នុងនឹងទៀតហើយគេបែងចែកកន្លែងកញ្ចក់កន្លែងមុជទឹកនិងប្រគុណឲ្យដោយឡែកហ្មងមកបន្ទប់ទៀតនេះវិញបន្ទប់ទឹកគេនៅខាងក្រៅប៉ុន្តែខែគេងហ្នឹងក៏ធំតលាយដូចគ្នាដែរបើនិយាយពីខ្នើយពូកនៅនឹងវិញ confirm ទុនល្អគេងលក់ស្រួលហ្មងឥឡូវតទៅដំណើរកំសាន្តរបស់យើងវិញមកស៊ីមីលើកនេះគឺខ្ញុំបានទៅភ្នំកលែនហើយខ្ញុំបានទៅដល់ទីតាំងស័ក្តិសិទ្ធិមួយដែលមានឈ្មោះថាអណ្ដូងទឹកផុស7ពណ៌ដែលជាទីកន្លែងស័ក្តិសិទ្ធិហើយមានទឹកផុសចេញពីក្នុងដីមកហ្នឹងខួប5ខួបវស្សាតែម្ដងមកដល់ទីនេះហើយខ្ញុំអត់ចោលទេក៏បានមកបន់ស្រន់នៅកន្លែងអាស្រមលោកតានៅនឹងដែរហើយអីដែលខ្ញុំបន់ស្រន់នេះអត់មានច្រើនទេបងប្អូនគឺបន់ស្រន់ឲ្យអ្នកអាសា share វីដេអូថាចង់មកលេងស៊ីមៀបនឹងបានមកលេងស៊ីមៀបដូចគ្នាហើយនេះគឺជាទឹកផុស7ពណ៌ដែលផុសចេញមកពីក្នុងដីហ្នឹងអូយទឹកនេះត្រជាក់សេបហើយថ្លាឆ្វង់ហ្មងបងប្អូនតែគាត់តែងតែមកដល់ទីនេះគឺតែងតែជ្រក់ទឹកដាក់ដបចឹងឬមួយក៏ស្រង់យកមកលុកមុខសុំសេចក្តីសុខឲ្យជៀសផុតឆ្ងាយពីជំងឺឈឺថ្កាត់អីផ្សេងចេញពីទឹកផុស7ពណ៌នេះយើងក៏បានបន្តតារាមកកន្លែងលេងទឹកធ្លាក់នៅភ្នំកលែនហ្នឹងខ្ញុំមកដែរបានចេញវីដេអូនៅកន្លែងលេងទឹកធ្លាក់នេះសោះអញ្ចឹងនេះគឺជាវីដេអូទី1ដែលខ្ញុំបានទៅលេងទឹកធ្លាក់នៅភ្នំកលែនហ្នឹងបងប្អូនហើយខ្ញុំមកលោកនេះមកមួយលីសាដែរគេទិញតរ៉េនមកវាណែសូមអនុញ្ញាតហូបតរ៉េនគេដែរបដ ாய் ហូបតរ៉េនលេងទឹកអីហើយរៀងឃ្លានបាយមហូបមកដល់ល្មមនេះយើង order មុនយើងចុះទៅលេងទឹកហ្នឹងហើយបេះមែនតើនេះអាឃ្មុំអាំងគាត់នេះអូយជាតិណាស់ឃ្មុំសុទ្ធតែពងហើយឡើងខ្ទិះហើយយើងមានមាន់ដុតមួយទៀតអូយល្មមមក trip នេះគ្នា4នាក់ញ៉ាំអត់មានសល់ទេញ៉ាំឆ្អែតហើយចុះមកលេងទឹកទៀតនិយាយពីថាសប្បាយខ្លាំងមែនតើហ្មងទឹកធ្លាក់ភ្នំកលែននេះគេមានច្រើនតំណាក់បងប្អូនអើយដំបូងលេងតំណាក់លើគេហ្នឹងកន្លែងញ៉ាំបាយនឹងបន្ទាប់មកចុះមកកន្លែងតាំងសមាធិនេះទៀតអស់ពីនឹងហើយចុះមកជន់ខាងក្រោមគេនេះអូយទឹកតិចធ្លាក់មកនឹងក៏ស្អាតដែរណាជាមួយនឹងទេសភាពដើមរដូវវស្សាឃើញរុក្ខជាតិឃើញស្លែដុះតោងថ្មនឹងស្អាតមែនតើឃើញបរិយាកាសទាំងអស់នឹងហើយមានអារម្មណ៍ថាហៀលហ្មងអញ្ចឹងបានគេតែងតែនិយាយថា Valley Hurt សៀមរាបហៀលរបស់គេហ្មងអញ្ចឹងបើសិនជា Hurt កុំភ្លេចមកហៀលនៅសៀមរាបណាហើយនៅនេះបើសិនជាអ្នកដែលគាត់ចង់នៅរបៀប long time stay អីត្រូវហ្មងព្រោះវាមាន full facility ហ្មងមានទាំង steam sauna គាត់នឹងបែងចែកបន្ទប់ខាងស្រីខាងប្រុសផ្សេងគ្នាទៀតហើយមានបន្ទប់ gym ទូចមួយនៅខាងក្រោមនឹងដូចគ្នាដែរមានម៉ាស៊ីនរត់ dumbbell អីសម្រាប់អ្នកដែលគាត់ចូលចិត្តហាត់ប្រាណដូចខ្ញុំឯនេះឆ្លាញ់សុខភាពណាស់ទៅដល់ខេត្តហើយឆ្លៀតហាត់ប្រាណទៀតនិយាយលេងបងប្អូនហើយខាងពីហ្នឹងនៅនេះក៏មានអាងទឹកដ៏ធំមួយសម្រាប់យើងហាលហើយមាន jacuzzi ទៀតណានេះចង់ហាលទឹកញ៉ាំស្រាក្លុកអីក៏មានដែរនេះមានបង bartender ចាំក្លុកស្រាឲ្យញ៉ាំនៅនឹងហ្មងហើយនៅកន្លែងយើងគេហ្នឹងជាប់ជាមួយនឹង North Bakery នេះដែលជាហាងនំប៉័ងហើយយើងអាចមកអង្គុយញ៉ាំ breakfast នៅនឹងបានសម្រាប់អ្នកដែលគាត់មកស្នាក់នៅ Angkor Mansion នេះគឺគាត់មាន free breakfast ហើយបើថាយើងចង់ទិញនំប៉័ងអីញ៉ាំបន្ថែមគឺខ្ញុំ highly recommend ឲ្យទិញនំប៉័ងអីនៅ North នេះហ្មងដោយសារតែនំប៉័ងនៅនេះសុទ្ធសឹងតែជានំប៉័ងដែលគាត់ដុតហើយនឹងផលិតថ្មីរាល់ថ្ងៃហ្មងនំប៉័ងនៅនេះភាគច្រើនសុទ្ធសឹងតែជានំប៉័ងប្រភេទបែបអឺរ៉ុបហើយបើសិនជា cake វិញគឺ cake ដែលគេដាក់លក់នៅក្នុងសន្តាគារផ្កាយ5ហ្មងហើយនេះខ្ញុំបានទៅថតសកម្មភាពកន្លែងគាត់ផលិតនំប៉័ងដែរអូកន្លែងគាត់ផលិតនំប៉័ងនេះឥឡូវគឺធំជាងមុនខ្លាំងណាស់បងប្អូនអើយហើយគាត់ផលិតម្ដងច្រើនណាស់ឃើញនំប៉័ងគាត់ដុតហ្នឹងគឺច្រើនមុខច្រើនប្រភេទហ្មងហើយដូចខ្ញុំនិយាយចឹងបងប្អូនកន្លែងគាត់អត់មានធ្វើឲ្យទុកសល់អីទេធ្វើមួយថ្ងៃលក់មួយថ្ងៃសូម្បីតែកន្លែងផលិតនំក្រូសង់នេះគេសិតតែមានម៉ាស៊ីនអូតូផលិតហ្មងអត់មានពិបាកដៃមនុស្សទៅអង្គុយកាត់អង្គុយលុញអីដូចមុនទៀតទេហើយគេចេញមកឡើងប៉ិនគ្នាតូចល្មិចល្មក់ហ្មងអានេះប្រហែលជាគាត់ធ្វើតាមអីដែលភ្ញៀវគាត់កំងព្រោះគាត់មានបោះដុំតាមអូតែលតាមហាងនំប៉័ងហាងកាហ្វេអីផ្សេងទៀតដែរបើសិនជាយើងចង់ទិញយកទៅដាក់
នៅហាងអីគាត់មានបោះដុំទៅតាមនឹងដោយគ្រូសងទុយល្មិចល្មក់នេះអីសិតតែភ្ញៀវកំងហ្នឹងអញ្ចឹងនៅនេះគាត់អាចធ្វើតាមតម្រូវការអតិជនបានហើយបោះដុំហ្នឹងគឺទាំងនៅក្នុងខេត្តសៀមរាបទៅបណ្ដាខេត្តផ្សេងៗនិងក្នុងភ្នំពេញដូចគ្នាសម្រាប់ព័ត៌មានបន្ថែមចាំខ្ញុំដាក់លេខទូរស័ព្ទរបស់គាត់នៅខាងក្រោមហ្នឹងណា